នៅក្នុងវីដេអូនេះខ្ញុំបង្ហាញដល់អ្នកគ្នាតទៅនឹងរបៀបដែលយើងលុបមេរោគនៅក្នុងកម្មវិធី TikTok ផងដែរបើមិនបើអ្នកគ្នាប្រើ TikTok អ្នកគ្នាដឹងហើយថា TikTok គឺយើងពេលយើងប្រើគឺស៊ី memory ច្រើនអញ្ចឹងអាចផ្ដល់ជាមេរោគរបស់យើងនៅក្នុងទូរស័ព្ទរបស់យើងផងដែរហើយចំពោះមេរោគនោះដែរគឺវាស្ថិតនៅជាប់នៅក្នុងម៉ាស៊ីននៅក្នុងកម្មវិធី TikTok ហ្នឹងហើយបើសិនបើអ្នកគ្នាចង់តទៅនឹងការលុបមេរោគនោះផងដែរគឺអ្នកគ្នាចូលទស្សនាវីដេអូរបស់ខ្ញុំនេះរហូតដល់ចប់មកអញ្ចឹងជាដំបូងគឺអ្នកគ្នាចុចចូល TikTok យើងធម្មតាមកបាទមកនៅពេលដែលអ្នកគ្នាចូល TikTok បែបនេះហើយអ្នកគ្នាទៅយកកន្លែងរូបរបស់យើងនេះជាដំបូងគឺអ្នកគ្នាចូល TikTok ហើយគឺអ្នកគ្នាគួរឃើញកន្លែងហ្នឹងឃើញវីដេអូដែលគេបង្ហោះហ្នឹងអញ្ចឹងបើសិនបើយើងចង់បិទទៅទៅនឹងយើងចង់លុបទៅទៅនឹងមេរោគនៅក្នុងកម្មវិធី TikTok ហ្នឹងគឺអ្នកគ្នាទៅយកកន្លែង profile មកបាទបន្តមកទៀតអ្នកគ្នាចុចយកកន្លែងសញ្ញាត្រី3ហ្នឹងអ្នកគ្នាបាទនៅកន្លែងនេះគឺអ្នកគ្នាចុចយកកន្លែងកងចាក់ខាងក្រោមហ្នឹងគឺបើសិនជាភាសាអង់គ្លេសគេដាក់ថា setting អញ្ចឹងយើងយកអានេះភាសាខ្មែរគេថាការកំណត់និងឯកជនភាពអញ្ចឹងយើងចុចយកកន្លែងហ្នឹងមកបាទបន្តមកទៀតអ្នកគ្នាចុះអស់ចុះយកមកក្រោមអ្នកគ្នាទូរស័ព្ទវាមិនសូវច្បាស់ហ្មងទេអ្នកគ្នាបាទបន្តមកទៀតអ្នកគ្នាចុចអស់ចុះយកមកក្រោមមកអ្នកគ្នានឹងឃើញកន្លែងនេះគឺគេដាក់សញ្ញាធំសម្រាមបើសិនមើលភាសាអង់គ្លេសគេដាក់ថាខ្ញុំអត់ដឹងទេភាសាអង់គ្លេសគេដាក់ថាម៉េចទេតែយើងមើលកន្លែងរូបភាពហ្នឹងទៅគឺវាដាក់សញ្ញាធំសម្រាមហ្នឹងគឺអ្នកគ្នាជិះយកកន្លែងហ្នឹងមកបាទបងប្អូនគ្នានៅពេលដែលអ្នកគ្នាចុចយកកន្លែងហ្នឹងហើយគឺអ្នកគ្នានឹងឃើញគេដាក់ថាធ្វើឲ្យមានទំហំទំនេរអញ្ចឹងយើងព្រោះហើយយើងនៅមើល TikTok រងថ្ងៃគឺវាមានទំហំស៊ី memory យើងច្រើនឧទាហរណ៍ថានេះកន្លែងឃ្លាំងសម្ងាត់គឺ82 MB អញ្ចឹងវារៀងច្រើនដែរអ្នកគ្នាបន្តមកទៀតគឺកន្លែងខាងក្រោមគឺការទាញយកបើសិនបើអ្នកគ្នាចូលចិត្តទាញយកទៅនឹងកម្មវិធី TikTok គឺវាជាប់ memory វាជាប់ជាមានលក្ខណៈមេរោគច្រើនអញ្ចឹងអ្នកគ្នាអាចលុបវាបានគឺយើងចុចជំរះវាមកបាទបន្តមកទៀតយកកន្លែងជំរះដែរអូខេអ្នកគ្នាឃើញកន្លែងនេះគឺយើងបានលុបអស់ហើយគឺ00 MBអញ្ចឹងខាងក្រោមគឺយើងលុបដែរមកបាទជំរះទៀតមកអូខេអ្នកគ្នាគឺខាងលើទាំងពីរហ្នឹងគឺយើងបានជំរះវាអស់ហើយគឺមេរោគវាអត់មានទេនៅក្នុងកម្មវិធី TikTok ហ្នឹងអញ្ចឹងគេវាងាយស្រួលមែនតើអ្នកគ្នាសម្រាប់បងប្អូនដែលគាត់ចេះហើយគឺគាត់ងាយស្រួលសម្រាប់ការលុបហ្នឹងហើយបើសិនបើបងប្អូនគាត់មិនទាន់ចេះគឺគាត់អាចទស្សនាវីដេអូរបស់ខ្ញុំមួយហ្នឹងហើយគាត់អាចប្រតិបត្តិតាមបាទសូមអរគុណចំពោះការទស្សនាវីដេអូរបស់ខ្ញុំនេះសូមអ្នកគ្នាជួយចែករំលែកវីដេអូរបស់ខ្ញុំម្នាក់មួយផងដើម្បីឲ្យបងប្អូនដែលគាត់មិនទាន់បានដឹងគឺគាត់អាចដឹងអំពីរបៀបលុបមេរោគនៅក្នុងកម្មវិធី TikTok នោះបានបាទសូមអរគុណសូមជម្រាបលា